ខ្ញុំយល់ឃើញថាយើងមិនចាំបាច់និយាយអីច្រើនទេបងប្អូនស្ទើរតែមិនចាំបាច់ឃោសនាផងយើងឃោសនាក៏តែយើងចង់ឲ្យគេប្រូចិត្តគំនិតមកខាងយើងមកខាងសពប្រជាជាតិតែខ្ញុំឃើញថាប្រជារាស្ត្រខ្មែរស្ទើរតែទាំងអស់គ្នាទៅហើយគេគ្រប់គ្រងសពប្រជាជាតិទៅហើយមែនទេបងប្អូនគឺដើម្បីអបអរសាទរប្រជារាស្ត្រខ្មែរដែលបានរួបរวมគ្នាគ្រប់គ្រងគណៈបកសង្គ្រោះជាតិដើម្បីនាំមកនូវខ្ញុំឃើញថាបរិយាកាសល្អណាស់បងប្អូនព្រោះថាបច្ចុប្បន្ននេះគឺល្អសម្រាប់ប្រទេសជាតិយើងដោយសារតែបន្តិចទេដោយសារព្រោះមិនឲ្យតែខាងលើត្រាប់តូចទេបងឲ្យគេធ្វើមិនឲ្យគេចេះអាណិតប្រទេសជាតិឬមួយបែកផ្លូវឲ្យគេចាំទៅណាទៅតែទុកឲ្យប្រជារាស្ត្រថ្នាក់ក្រោមថ្នាក់កណ្ដាលថ្នាក់លើរបបដែរនៅសល់តែកពូលប្រមាណអ្នកទេគឺពេលហ្នឹងហើយដែលខ្មែរត្រូវរួបរวมគ្នាទាំងអស់សង្គ្រោះជាតិយើងបងប្អូនឃើញបរិយាកាសល្អហើយសូមថ្លែងអំណរគុណចំពោះអាជ្ញាធរដែរទេដាក់មូលដ្ឋានដាក់ស្រុកដាក់ខេត្តពោធិ៍សាត់នេះដែលបានអនុញ្ញាតឲ្យយើងមកជួបជុំគ្នានៅស្តាតបងប្អូនជាលើកទី1ហើយមិនដែលមានឱកាសដល់ទៅជួបនៅស្តាតទេនៅភ្នំពេញចង់ទៅស្តាតម្លងវិញក៏មិនឲ្យដាច់ខាតប៉ុន្តែពោធិ៍សាត់មកជួបគ្នានៅស្តាតតារាងបានទាន់បានតាមចិត្តខ្ញុំធ្វើដំណើរជាមួយលោកកឹមសុខាទៅដល់មកដល់មើលតាមផ្លូវមើលតាមកញ្ចក់ឡានជាការជិះម៉ូតូការជិះទូកជួនកាលដើរស្មាជើងមើលមុខបងប្អូនមើលទឹកមុខប្រជាពលរដ្ឋឃើញខុសផ្នែកពីមុនឆ្ងាយណាបងប្អូនចាំដឹងទឹកចិត្តមើលទៅទឹកមុខទៅទឹកមុខទៅទីណាឃើញប្រជាពលរដ្ឋគេញញឹមដាក់បងប្អូនដល់កំណត់ហើយញញឹមឃើញស្នាមញញឹមឃើញខ្មែរយើងញញឹមស្រួលនោះតែទឹកបោះទាំងស្អីគាត់ដល់ស្នាហើយលេងគាត់ហើយញញឹមគេលើកដៃដល់នោះឲ្យតែឃើញថាមានដឹកនាំគណៈបកសង្គ្រោះជាតិទៅទីណាគេស្វាគមន៍ទៅគេសប្បាយគេអបអរសាទរមានន័យថាគេគ្រប់គ្រង